Hello, I'm Zell from the Manga Saga. Welcome back to another day and another episode នៃសាច់រឿងគ្លឹនស្នេហ៍ក្នុងបេះដូងដែលនេះគឺជាភាគទី19ហើយសូមជួយ subscribe and follow our admin ម្នាក់មួយផងណាបើសិនជាទៅរក admin ឃើញចឹងតា let's go ពេលនេះកាន់មកពេលដែលសិងស៊ីត្រូវបានអ្នកគ្រូពេទ្យហៅឲ្យចូលទៅខាងក្នុងជួបពេទ្យជាមួយចាយយ៉ានណាសិងស៊ីក៏ចូលទៅតាមពេទ្យប្រាប់លោកគ្រូពេទ្យពេលដែលឃើញគេហៅគាត់ក៏និយាយកាន់សិងស៊ីថាសួស្ដីសិងស៊ីអោនគ្រប់លោកគ្រូពេទ្យហើយក៏ដើរមកអង្គុយជិតចាយយ៉ានលោកគ្រូពេទ្យងាកទៅសួរចាយយ៉ានថានឹងមិនមែនមករួមថ្នាក់ដែលបងអូននិយាយដល់មុនហ្នឹងចាយយ៉ានងក់ក្បាលមុខនេះសែតដល់មិនដឹងថាមានរឿងអីទេលោកគ្រូពេទ្យក៏ងាកមកនិយាយជាមួយសិងស៊ីថាមករួមថ្នាក់របស់បងអូនមានការអាឡែស៊ីជាមួយនឹង hormone របស់ alpha ដោយសារតែគាត់ខ្លាចជា omega យឺតពេលពេកអញ្ចឹងឯងរាងកាយរបស់គាត់មានគំនាបខ្លាំងពេកនៅពេលដែលគេចាប់ផ្ដើមមាន hit cycle នោះការប្រស្រ័យតាក់ទងជាមួយ hormone របស់ alpha នឹងធ្វើឲ្យគេឈឺចាប់ភ្លាមណាបើសិនបើមានការប៉ះពាល់រាងកាយទៀតខ្លួនប្រាណរបស់គេនឹងចាប់ផ្ដើមមានអាឡែស៊ីរីករាលដាលជាមិនខានឡើយសៀងស៊ីជ្រួញចិញ្ចើមសួរទៅលោកគ្រូពេទ្យថាអញ្ចឹងតើមានវិធីព្យាបាលរឿងនេះដែរទេលោកគ្រូពេទ្យក៏ដកដង្ហើមធំរួចតបទៅវិញនៅមិនទាន់មានវិធីព្យាបាលចំពោះករណីបែបនេះនៅឡើយទេពួកយើងបានត្រឹមតែឲ្យដំបូងមានដល់អូមេហ្គានោះឲ្យគេដាក់ខ្លួននៅដាច់ដលៃពីគេក្នុងកំឡុងពេលដែលគេមាន hit cycle ម្ដងតែប៉ុណ្្នឹងឯងតម្រាំតែមានការវិវត្តនៃអូមេហ្គាបានពេញលេញត្រូវការពេលយ៉ាងហោចណាស់ក៏3ទៅ5ឆ្នាំដែរទើបអាការៈជំងឺនេះធូរបាត់ទៅសិងស៊ីក៏សួរបន្តឲ្យបើម្ចាស់ខ្លួនមានស្ងាត់ជ្រាបទីចោលលុយសេះបដ ாய் គ្មានចេះឆ្ងល់អីទេប្រហែលជាគ្នាកំពុងសែតខូចចិត្តហ្នឹងលោកគ្រូតែគេត្រូវទៅសាលារៀនអញ្ចឹងការផ្ដាច់ខ្លួនបែបនេះមិនអាចទៅរួចឡើយចាយយ៉ានក៏បន្តខ្ញុំមានអារម្មណ៍ថារំជួយចិត្តខ្លាំងណាស់នេះអញចេះនិយាយអីសមហេតុសមផលម្ដងហើយពេលនេះនោះស៊ីងស៊ីលអញ្ចឹងកៀងកលេចមើលចាយយ៉ានរបៀបរួចបើខ្លាំងអញ្ចឹងមិននិយាយខ្លួនឯងទៅព្រះអង្គយីអត់មានវិធីផ្សេងទៀតទេមែនលោកគ្រូពេទ្យក៏បន្ថែមថាមានចឹងហើយមិនជាត្រូវហៅប្អូនឯងឲ្យចូលមកនៅក្នុងហ្នឹងណាពួកយើងប្រហែលជាត្រូវការឲ្យប្អូនជួយធ្វើតេស្តឈាមឲ្យបន្តិចដែរបើតាមអីដែលមករួមថ្នាក់របស់ប្អូននិយាយហ្នឹងគេប្រហែលជាមិនមានអាការៈអាឡែស៊ីហ្នឹងតែជាមួយ hormone របស់ប្អូនតែម្នាក់គត់ភាគរយក្នុងការដែលមានលក្ខខណ្ឌបែបនេះពិតជាមានតិចមែនតែម្ដងមានតែនៅក្រៅប្រទេសទេដែលធ្លាប់មានករណីបែបនេះពីមុនមកនោះលោកគ្រូក៏សរសេរវិជ្ជាបញ្ជាចេញមកឲ្យទៅស៊ីងស៊ីឬក៏បន្ថែមថាបើសិនបើ hormone របស់ប្អូនមានកម្រិតត្រូវគ្នាជាមួយនឹងគេត្រឹមតែ 90% ឬក៏លើសហ្នឹងវារត់តែល្អនេះប្អូននឹងអាចព្យាបាលជំងឺរបស់គេបាននេះស៊ីងស៊ីទទួលវិជ្ជាបញ្ជាពីលោកគ្រូពេទ្យមករួចសួរទៅគាត់វិញថាតើខ្ញុំជួយគេតាមរបៀបណាទៅលោកគ្រូពេទ្យក៏តបមកវិញថាថើបអោបឲ្យយូរឬក៏ការខំធ្វើជាសញ្ញាសម្គាល់លើគេឬមួយក៏ដាក់សញ្ញាសម្គាល់រហូតក៏បានដែររាល់វិធីព្យាបាលទាំងអស់នេះធ្វើឲ្យចាយយ៉ានមានការទើសចិត្តជាខ្លាំងគេគិតនឹងជេរក្នុងចិត្តថាសុទ្ធតែវិធីសាស្ត្រឈួតឡប់ទាំងអស់នេះគិតចឹងមែនតែលួចងាកមុខមើលគេទាំងអៀនស៊ីងស៊ីក៏មើលមកវិញដែរអញ្ចឹងក៏ធ្វើឲ្យកៅភ្នែកពីអ្នកហ្នឹងគេប្រសពគ្នាចាយយ៉ានក៏ធ្វើជាអស់សំណោចដើម្បីបន្លប់ស្ថានភាពហ្នឹងអញ្ចឹងមិនតន់និយាយចប់ផងស៊ីងស៊ីក៏និយាយកាត់គេថាខ្ញុំគិតថាការឃុំខ្លួនឯងដាច់ដលៃក៏ល្អដែរនេះចាយក៏ជ្រួញចើមវិចមាត់ភ្លាមនេះរបៀបថាមកចង់ហួរតែឯងមិនមែនលោកគ្រូពេទ្យក៏ស្នើទៅពួកគេថាបើមិនអញ្ចឹងបងអូនទៅធ្វើតេស្តឈាមសិនទៅដើម្បីដឹងលទ្ធផលច្បាស់នេះស៊ីងងើបក្រាស់អូខេទ្វារបិទក្រឹបចាយក៏ទាញទូរស័ព្ទមក search មើលថាតើស្អីគេអាឡែស៊ីជាមួយ alpha ហ្នឹងណាក្នុងអ៊ីនធឺណិតគេក៏បញ្យល់មកថាវាគឺជាជំងឺម្យ៉ាងដែលអូមេហ្គាមានជំងឺនេះភាគច្រើនពិបាកក្នុងការស្វែងរក alpha ណាដែលមានកម្រិតត្រូវគ្នាខ្ពស់បែបហ្នឹងណាសម្រាប់សុវត្ថិភាពអូមេហ្គានោះអាចបានធ្វើតែបង្ខាំងខ្លួនឯងក្នុងបន្ទប់នៅពេលដែលគេមាន hit cycle ម្ដងទេបើមិនបើគេអាចស្វែងរក alpha ដែលមានកម្រិតត្រូវគ្នាខ្លាំងនោះជំងឺនេះនឹងអាចព្យាបាលបានត្រឹមតែឲ្យពួកគេបដូរ hormone ឲ្យគ្នាទៅវិញទៅមកទៅតែប៉ុណ្្នឹងឯងចាយអានដល់ត្រឹមនេះរៀងឆ្ងល់ថាស្អីគេដូរ hormone ទៅគ្នាទៅវិញទៅមកហ្នឹងគេក៏ search មើលបាច់អានហើយមានជាការបែកខ្លួនចោកចឹងទី1គឺមានជាការកេងលើក្រែជាមួយគ្នាឲ្យលើសពី1យប់ទី2គឺមានជាការថើបគ្នាបែបស៊ីជម្រៅខ្លាំងខ្លាទី3គឺខំជាសញ្ញាសម្គាល់បណ្ដោះអាសន្នទី4គឺជាការខំជាសញ្ញាសម្គាល់រហូតមានន័យថា
hộp chọc này chẳng nàyទី5ការប្រើប្រាស់របស់របរដែលជាប់ក្លិនអាហ្វ្វានោះក៏អាចជួយសម្រួលអាការៈនឹងបានមួយលើដែរតែបើសិនជាធ្វើតែមួយវិធីមិនមានប្រសិទ្ធភាពអាចបូកបញ្ចូលវិធីសាស្ត្រទាំងអស់ចូលគ្នាបានចាញ់អានហើយមានចការថ្លឹងថ្លែងក្នុងចិត្តជាខ្លាំងថាហើយបើទោះបីជាវិធីព្យាបាលអស់ទាំងនេះវារៀងពិបាកនិយាយណាតែសម្រាប់ការខំជាសញ្ញាសម្គាល់បណ្ដាអាសន្ននេះអាចជួយឲ្យខ្ញុំមិនចាំបាច់ឃុំខ្លួននៅក្នុងផ្ទះបានចឹងខ្ញុំប្រកាសជារើសយកវិធីសាស្ត្រនោះជាក់ជាមិនខានទេសេរីក៏កាត់ពេលដែលស៊ីងស៊ីកាន់លទ្ធផលតេស្តឈាមមកឲ្យលោកគ្រូប៉ែតមើលវិញហ៎ពេលដែលគាត់អានលទ្ធផលហើយចាយិនមានជាការពិបាកភ័យក្នុងខ្លួនដែរហ្នឹងណាស៊ីងស៊ីធ្វើធម្មតារបៀបថាពេលនេះអញហើយមិនចាំបាច់មានហេតុផលអីច្រើនក្នុងការទៅចិត្តក្មេងឆ្លើយម្នាក់នេះទេពួកគេត្រូវការគាត់ស្រាប់អញ្ចឹងហ៎ឯលោកគ្រូប៉ែតវិញភ្ញាក់ផ្អើលមករបៀបថាពីអ្នកនេះជាគូព្រៃនឹងគ្នាច្បាស់កន្លែងនេះវាគ្មានពីណាទៅអាចត្រូវគ្នាដល់ទៅ99%អញ្ចឹងទេវ៉ាវលទ្ធផលចេញមកបង្ហាញថា formula របស់អ្នកទាំងពីរពិតជាត្រូវគ្នាដល់ទៅ99%ណោះអស្ចារ្យមែនតាអញ្ចឹងសម្រាប់ការយកព្រមជួយគេឬអត់ពួកប្អូនអាចដោះស្រាយមួយគ្នាឯងនៅស្ងាត់ៗបានមិនអីទេមិនបាច់ឲ្យគ្រូដឹងទេចាមានចការកៀងរៀងខ្លួនដែរហ្នឹងចាយនឹងស៊ីងស៊ីនាំគ្នាដើរមកវិញទៅខាងក្រៅសៀនក៏តែពីសម្លឹងមើលกระดาษហ្នឹងរួចគេក៏ហៅបននិយាយថាចុះបាខាងនេះងាកមកមើលមុខខស៊ីសិនណាថាទឹកមុខគេបែបណាឯងខំខ្ញុំនោះស៊ីងស៊ីក៏តាមមកវិញទាំងទឹកមុខស្មើថាហើយចុះបើឯងឃុំខ្លួនឯងនោះវាមិនស្រួលជាងអីសុំគេជួយឲ្យមើលនិយាយចេញមកយីស្រីយ៉ានេះម្នាក់មកម៉ែបរៀនកូននិយាយពីថាដឹងតែគេប្រាប់ទទួលមកចាយិនខឹងបដ ாய் ពេលលឺចឹងហ្នឹងគេក៏គិតខ្លួនចិត្តថាតែឯងអាចទុកឲ្យខ្ញុំស្លាប់ទាំងបែបនេះហ៎មិនក៏មិនតែខ្ញុំប្រើកម្លាំងបាយតែម្ដងទៅណាទស្សនភាពដែលសយិនកំពុងតែសម័យគឺថាគ្មានអីក្រៅអំពីអំពើហិង្សាទេគេចង់មកខំស៊ីងស៊ីឲ្យខំយើងមកតែគំនិតនេះត្រូវបានយេនវាចេញពីខួរក្បាលវិញព្រោះថាមិនដឹងថាអាចឈ្នះប្រូស៊ីឬក៏អត់ផងម៉ែប្រើវិធីនេះបានទេបន្ទាប់មកសយិនក៏ចេញវិធីសាស្ត្រថ្មីចាយិនក៏ធ្វើជាដើរផុតស៊ីងស៊ីតែដូចរបៀបងអញ្ចឹងណាតែនៅចាំឲ្យស៊ីងស៊ីដើរមកតន់វិញគេនិយាយវ៉ម្ដងថាអូ Daddy លូចិត្តល្អតែមកអីនេះខំខ្ញុំមកសុំបងស៊ីងស៊ីមិនតាមទេតែមុខនេះរបៀបថាខំទប់ចិត្តដែរណាពេលឃើញស្រីខ្ជូតមកវ៉អញ្ចឹងចាយើងឃើញគេរៀងទន់ចិត្តអីចាំការបន្តមកគេក៏ខំនិយាយបន្ថែមថាហើយតែម្ដងទៅរួចតែមួយផ្លែតទេស៊ីងស៊ីចាប់ផ្ដើមមកចាយហើយគេគោតបមកវិញណាតែនឹងអត់ថាការខំបដអសហ្នឹងវាមានផលប៉ះពាល់ស្អីខ្លះដល់រាងកាយឯងចាយនេះប៉ុណ្្នឹងឯងគេក៏គិតក្នុងចិត្តថាខ្ញុំចាំបានថាបើទោះបីជាការខំនេះជាការខំបណ្ដោះអាសន្នឬក៏ការខំជារៀងរហូតក៏ដោយវានឹងបង្កឲ្យអាហ្វែមានអារម្មណ៍មិនអាចនឹងគ្រប់គ្រងបានក្នុងការចង់ការពារនិងគ្រប់គ្រងអូមេហ្គានោះចំណងបែបចង់បានអូមេហ្គាម្នាក់នោះផ្ដាច់មុខរហូតអាចធ្វើឲ្យអាហ្វានោះអាចនឹងបាត់បង់ម្ចាស់ការឬក៏បង្វេងក៏ថាបានដែរតែគិតបែបនេះហើយនៅតែអំបរគេទៅដែរហួយទៅសារគេចេញពីចិត្តហ្មងម្ដងនេះទៅសារចេញពីចិត្តខ្ញុំគិតថាចិត្តដ៏សែនស្ងប់របស់ឯងនោះឯងប្រកាសជាមិនអាចឲ្យសភាវគតិគ្រប់គ្រងខ្លួនឯងបានទេលើពីនេះទៀតឯងគឺជាមនុស្សដែលល្អយកតែមែនតែនហ្មងណាស៊ីងស៊ីលហើយក៏លួចញញឹមក្នុងចិត្តកូនប្រុសនេះមានមើលមិនសូវធ្លុះប្រហែលទេនេះមិនដឹងថាគេចង់ដឹងស្រីយ៉ែនធ្វើការគេប៉ុណ្ណាឬក៏ចង់ជួយចេញពីចិត្តក្រុមពាក្យរបស់យេតែប្រហែលឬក៏មិនអាហ្នឹងអត់ដឹងនេះគ្នានេះស៊ីងស៊ីក៏និយាយថាអញ្ចឹងមកចាមានចការដាច់សាច់រឿងត្រឹមហ្នឹងឯងចាឆ្ងល់ថាអ្នកនិពន្ធនេះពិតជាប្រកែកក្នុងការផ្ដាច់ការចំណេញរបស់អ្នកមើលមែនទាំងចាំជួបគ្នាមកភាគទៀតណាទាំងអស់គ្នាអរគុណដែលបានជួបងប់ងល់ជាមួយពីអ្នកនេះដោយ admin ដែរ See you in the next episode bye bye